អឺសួស្តីបងប្អូនអរគ្នាហើយថ្ងៃនេះខ្ញុំចេញវីដេអូផ្សេងអញ្ចឹងរកដល់ចេញវីដេអូគឺពាក់ព័ន្ធជាមួយ CapCut ចេញមកគឺ CapCut ចេញមក CapCut អញ្ចឹងឥឡូវថ្ងៃនេះខ្ញុំមកឥឡូវខ្ញុំចេញវីដេអូពាក់ព័ន្ធជាមួយនឹងការរៀបចំក្នុងការផុសវីដេអូហ្នឹងណាហើយយើងកំណត់នៅលើ page របស់យើងអំពីគុណភាពវីដេអូហើយនឹងមុខងារខ្លះៗដែលយើងត្រូវរៀបចំអញ្ចឹងណាមុនពេលយើងផុសវីដេអូចូលក្នុង page អញ្ចឹងពេលខ្លះបងប្អូនបានរៀបចំជាមួយយើងផុសទៅវីដេអូយើងមើលក៏អត់ច្បាស់ហើយមើលទៅព្រាវកុំថាឡើយវីដេអូសម្រាប់រូបភាពក៏ដូចគ្នាដែរអញ្ចឹងណាសម្រាប់រូបភាពក៏ដូចគ្នាដែររូបភាពចេញមកគឺព្រើអញ្ចឹងបែបនេះអញ្ចឹងណាហ្នឹងហើយយើងមើលអត់ឃើញអញ្ចឹងទៅហើយថ្ងៃនេះខ្ញុំមកប្រាប់អំពីរបៀបក្នុងការរៀបចំកំណត់មិនរៀបចំនេះហ្នឹងហើយយើងថារៀបចំក៏បានតែយើងនិយាយកំណត់នៅក្នុងការធ្វើវីដេអូយើងនៅពេលដែលយើងផុសចូលដល់ page គឺវាមានគុណភាពហើយនឹងអាចដាក់ caption auto caption ឬក៏កំណត់នៅមុខងារខ្លះៗអញ្ចឹងណាអញ្ចឹងតោះយើងចូលទៅធ្វើទាំងអស់គ្នាអញ្ចឹងមើលណាបងប្អូនអញ្ចឹងដំបូងពេលដែលបងប្អូនចូលមក page យើងខ្លួនឯងអញ្ចឹងណា page គ្នាយើងអញ្ចឹងណាចូលមកអញ្ចឹងហើយបងប្អូនមើលចូលកន្លែង setting មកអូខេអញ្ចឹងយើងចូលកន្លែង setting អញ្ចឹងនៅក្នុងនេះអញ្ចឹងនៅកន្លែង reference នេះsorry ច្រឡំចុច accessibility អញ្ចឹងយើងចុចកន្លែង media នេះមកយើងចុចកន្លែង media នេះមកអូខេអញ្ចឹងនេះបងប្អូនឃើញហើយនេះមកចំនួនដែលយើងត្រូវកែប្រែណាបងប្អូននេះនេះអូខេអញ្ចឹងវីដេអូនេះ default quality នេះអញ្ចឹងចំណុចកន្លែងនេះបងប្អូនត្រូវយក high ណាគឺចុចយក high if available អញ្ចឹងយើងចុចយក high មកកុំ default ហើយយើងយក high បណ្ដោយមកយើងកំណត់ចឹងមកអូខេអញ្ចឹង quality អញ្ចឹង auto play video កន្លែងនេះ default បងប្អូនចង់ដាក់ default ក៏បានដាក់ on ក៏បានតែពីនេះខ្ញុំគិតថាខ្ញុំដាក់ on ល្អជាងព្រោះអូខេ on នេះមួយទៀត always show caption អញ្ចឹងយើង on ហ្នឹងមកបើយើងចង់ដាក់អញ្ចឹងហើយមួយទៀតកន្លែង auto create reel នេះបើសិនបងប្អូនចង់ឲ្យវីដេអូយើងវីដេអូវែងក៏ដោយខ្លីវីដេអូវែងអញ្ចឹងណានេះគេថា if you turn on it will automatically create នេះ a reel from each new video អញ្ចឹងបានន័យថាគ្រប់ពេលបើសិនជាយើង on ណាអញ្ចឹងគ្រប់ពេលវីដេអូគឺវានឹងបង្កើត reel ដោយ auto អញ្ចឹងបងប្អូនអានឹងស្រេចលើបងប្អូនចង់ដាក់ក៏ចង់ដាក់ក៏អត់ទៅតែបងប្អូនខ្ជិលកាត់យល់អីតែបើថាវីដេអូយើងល្អហើយខ្ជិលកាត់គឺយើង on មកប៉ុន្តែខ្ញុំអត់យកឯកន្លែងសម្រាប់ខ្ញុំអញ្ចឹងណាហើយគេដាក់ create reel with video less than 60 second ចាំបានន័យថាបើសិនណាវីដេអូក្រោម1នាទីហ្នឹងគឺវាបានន័យថាវាទៅជា reel បដ ாய் ថាវា default ទៅ reel បដ ாய் អញ្ចឹងវាអត់មានលេខជាវីដេអូ long ឬក៏អីទេគឺវាចូលទៅក្នុង reel អញ្ចឹងណាបងប្អូនហើយចំពោះ caption display អានេះ example អញ្ចឹងណានេះបើសិនជាយើងចង់ edit វាយើងចូល edit មកនេះដាក់ background này យើងចង់ដូរមិនអញ្ចឹងណាមាន background មានដាក់ black បងប្អូនដាក់ blue វាចេញ blue ឲ្យ background បងប្អូនដាក់អីគេ green អីចឹងទៅតែខ្ញុំឆ្លាញ់ black អញ្ចឹងយើងដាក់ black ទៅ color ហើយនេះ opacity អញ្ចឹងបងប្អូនចង់ដាក់ប្រមាណ opacity នេះអញ្ចឹងយើងចង់កំណត់ក្នុងនេះមកអញ្ចឹងឲ្យដឹង capacity អីគេអញ្ចឹងយើងដាក់មក0ក៏បានដែរអានេះបងប្អូនកំណត់ខ្លួនឯងទៅហើយ text color បងប្អូនចង់ដាក់ពណ៌អីគេអក្សរយើងនឹងចង់ដាក់ពណ៌អីគេអញ្ចឹងណាអញ្ចឹងបងប្អូននឹងដាក់ពណ៌អីឬចុចក្នុងនេះមកឆ្លាញ់ពណ៌អីដាក់ពណ៌នឹងទៅហើយ text size មកនេះថាទំហំអក្សរបងប្អូនចង់ដាក់ប្រហែល%មាន 50% ឡើងទៅអញ្ចឹងណាអញ្ចឹង default របស់វាគឺ 100% អញ្ចឹងពេលដែលបងប្អូនកំណត់ហើយបងប្អូនចុច save មកកន្លែងនេះ save change ហើយមួយទៀតនេះ cross posting នេះ add page ធ្វើ cross អញ្ចឹងកន្លែងនេះសំខាន់ដែរបើសិនបងប្អូនមាន page 2អញ្ចឹងណាហើយបងប្អូនចង់ post វីដេអូតែមួយឲ្យចូលទៅក្នុង page 2អញ្ចឹងណាហើយយើងមិនចាំបាច់មួយទៀតបើសិនណាយើង post បើសិនណាយើងធម្មតាបើសិនណាយើង post នៅក្នុង business suite បានន័យថាយើង add collaboration ណាយើង add collab ណាប៉ុន្តែអានេះបងប្អូនអាចយក link ណាយក link Facebook page ដែលបងប្អូនចង់ឲ្យវាចូលទៅក្នុងហ្នឹងណាបងប្អូនគ្រាន់តែផាស link ចូលក្នុងនេះមកគ្រប់វីដេអូគឺវា
across ចូលទៅ page នឹងអញ្ចឹងណា page នឹងអញ្ចឹងណាឧទាហរណ៍ page ណាដែលបងប្អូនចង់ដាក់ចូលអញ្ចឹងណាឬក៏ page ប្រភេទ page traffic អីក៏ល្អដែរអញ្ចឹងណាបងប្អូនមាន page traffic ល្អអញ្ចឹងធំអញ្ចឹងបងប្អូន add link ចូលកន្លែងនេះមកនៅពេលដែលយើងផុសគឺវាចូលទៅក្នុងទៅអា page traffic របស់យើងអញ្ចឹងណាកុំឲ្យបាក់យើងសៀចូលយក page នឹងសៀអញ្ចឹងណាហើយមួយទៀត video default volume នេះបានន័យថាបងប្អូនយក default ឬក៏ quiet បាននឹងស្រ័យលើបងប្អូននេះ volume សំឡេងអញ្ចឹងណានេះ auto generate caption and subtitle កន្លែងនេះសំខាន់អញ្ចឹងនេះបងប្អូនឃើញបងប្អូនចង់អីគេចង់ឲ្យវា auto ឬក៏ចង់វិញអញ្ចឹងគេដាក់មានពាក្យ auto generate caption អូខេនេះមួយទៀតគឺ auto generate subtitle អញ្ចឹងអានេះកន្លែងនេះបងប្អូនចុចទាំងពីរមកហើយចាចុចបងប្អូនចុចទាំងពីរមកកន្លែងនេះនេះយើងបិទនៅក្រោមនេះយើងបិទអញ្ចឹងគឺរួចរាល់ហើយបងប្អូនអញ្ចឹងការកំណត់ណាការកំណត់មុនពេលយើងផុសពេលដែលយើងរៀបចំ page អីអញ្ចឹងណាអានេះយើងចង់បាន quality ឬក៏យើងចង់ឲ្យវីដេអូយើងវាងាយស្រួលសម្រាប់អ្នកមើលអ្នកទស្សនាអញ្ចឹងណាគឺយើងរៀបអញ្ចឹងមកអានេះខ្ញុំគិតថាល្អអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយមានចំណុចណាដែលថាបងប្អូនមិនទាន់ច្បាស់អីបងប្អូនអាច research បានបន្ថែម research បន្ថែមអញ្ចឹងណាអានឹងព្រោះអាស្រ័យទៅលើបងប្អូនដែលចង់បានរបៀបម៉េចអញ្ចឹងចង់កំណត់របៀបម៉េចនៅលើ page បងប្អូនអញ្ចឹងអានេះសំខាន់ណាស់បងប្អូនអូខេបងប្អូនបាយបាយជួបគ្នាវីដេអូក្រោយ